បាញ់ថ្នាំស្មៅប្រមាណថ្ងៃទើបអាចបញ្ចូលទឹកបានបាទសួស្តីបងប្អូននេះគឺពូជសែនក្រអូប01ហើយតកតងទៅនឹងការបាញ់ថ្នាំស្មៅនេះគឺខ្ញុំបាញ់ម្សិលមិញហើយព្រឹកឡើងខ្ញុំបញ្ចូលទឹកហើយឥឡូវចូលចិត្តពេញហើយដីមកប្លង់នេះវាចូលមហត្តាចិត្តអញ្ចឹងខ្ញុំបញ្ចូលមកព្រឹកនេះគឺខ្ញុំបើកបញ្ចូលឲ្យបានបូមបញ្ចូលវាពេញបាត់ហើយតែណាខ្ញុំបើកបញ្ចូលលបឿនវាហូរតាមដំណើរអញ្ចឹងធ្វើឲ្យការចូលនោះរៀងយឺតបន្តិចហើយត្រឹមដោះស្មើស្អាតនេះដាក់ជើងគោបន្តិចគោចូលជន់តែអត់អីបញ្ហាបងប្អូនណាស្រូវកណ្ណាគោជន់ចាស់អត់អីទេគោខ្លួនឯងបើគោគេទៅអីគោខ្លួនឯងមិនអីទេហើយកណ្ណាយើងមានទឹកបញ្ចូលបាញ់ម្សិលមិញខ្ញុំបញ្ចូលថ្ងៃនេះឧទាហរណ៍ថាបើយើងបាញ់ហើយថ្នាំហើយថ្ងៃហ្នឹងបានលើសពី3ម៉ោងឡើងទៅស្រាប់តែមានភ្លៀង2ម៉ោង3ម៉ោង4ម៉ោងក៏ដោយស្រាប់តែមានភ្លៀងហើយដក់ទឹកពេញស្រែបងប្អូនមើលតាកុំឲ្យតលិចស្រូវហើយមើលតែខ្យងកុំឲ្យមានទៅបានហើយបិទទឹកយកតែម្ដងបើមិនសិនជាក្នុងករណីទឹកលិចបងប្អូនអាចប្រើក្រាត់ទឹកបើកភ្លឺហើយយើងប្រើភ្លឺទំនំម្លោកមួយកន្លែងត្រង់រង្វះទឹកហើយយកថង់ជីគ្របពីលើកុំឲ្យវាហូរច្រោះដាច់ដីទំនប់ហ្នឹងណាឲ្យវាហូរលើថង់ជីហ្នឹងទៅដែលយើងចង់បានប៉ុណ្ណាយើងកំណត់យកប៉ុណ្ណឹងទៅគឺវាចេញអស់ប៉ុណ្ណឹងវាសល់ដែរនៅសល់ទឹកដែលអ្វីដែលយើងចង់បានចឹងធ្វើវិធីសាស្ត្របែបនេះទើបយើងចំណេញយើងមិនចាំបាច់បូមទឹកទេនេះគឺជាវិធីសាស្ត្រធ្វើស្រែជំហានដំបូងធ្វើឲ្យឈ្នះស្មៅបន្ទាប់មកមិនយើងផ្ដល់របបអាហារឲ្យវាហើយអ្នកខ្លះសួរថាសែនក្រអូបបាយជីយ៉ាងម៉េចបងប្អូនសែនក្រអូប01នេះគឺខ្ញុំប្រើជីមានន័យថាជីសឬជីអេរ៉េហ្នឹងតិចជាងជីខ្មៅឬក៏ DAP ប៉ុន្តែ DAP ខ្ញុំអត់បានប្រើទេខ្ញុំប្រើតែពពុះអើយជីសំពៅដែលមាន N ហើយនឹងស្ពាន់ធរអត់មានពេទេប៉ុន្តែខ្ញុំបាចទៅលើដីខ្ញុំឃើញវាស័ក្តិសមទើបខ្ញុំបន្តប្រើជាប្រចាំបងប្អូនណាក៏បាចទៅស្រូវយើងព្រឿងចេះបាចបានតែ3ហើយឃើញឬវាចេញមកស្ញោស្ញាយច្រើនហើយស្ទុះប្រែខៀវឡើងលឿនពីលឿងទៅខៀវបានយ៉ាងឆាប់រហ័សជាខ្ញុំនឹងបន្តប្រើទាំងវាមានតម្លៃធូរថ្លៃដែរហើយសួរទៅបាច់មហាត់ម៉ានយើងលោមើលដែរបងប្អូនណាតាមដីបើដីនេះបើខ្ញុំបាច